យើងចូលដល់ចំណុច 2.2 មេដៃអចិន្ត្រៃយ៍ហើយគេសួរថាដោយមិនได้ហៅថាមេដៃអចិន្ត្រៃយ៍អញ្ចឹងដើម្បីដឹងយើងមកមើលការពិសោធន៍ទាំងអស់គ្នាมันខុសពីការពិសោធន៍មុនដែរយើងមានទី1ប្រភពយើងគឺជាថ្មពិលបន្ទាប់មកខ្សែចម្លងមាន2ចុងសងខាងគេហៅថាភ្ជាប់ជាមួយនឹងពោបុកនិងពោដកបន្ទាប់មកយើងយកចុងទាំងពីរហ្នឹងទៅភ្ជាប់ជាមួយនឹងរបងខ្សែចម្លងរបស់យើងទៅដែរដោយរបងខ្សែចម្លងយើងធ្វើពីដែកសុទ្ធឬក៏ដែកគោលរុំដោយខ្សែចម្លងអញ្ចឹងលក្ខណៈខុសគ្នាបន្តិចលើកមុនដោយមេដែកអនាចិន្ត្រៃយ៍គឺយើងយកដែកគោលឬក៏យើងយកដែកសុទ្ធយកមករុំជាមួយខ្សែចម្លងប៉ុន្តែអានេះខុសមុនបន្តិចដោយសារតែយើងយកវាយកទៅលុតគឺយើងយកទៅដុតយកទៅខាត់វាចឹងមកន័យថាវាខុសផ្លែគ្នាត្រង់ចំណុចហ្នឹងគឺយើងយកដែកថែបហ្នឹងយើងយកទៅលុតវាបាទបន្ទាប់មកយើងយកខ្សែចម្លងមករុំវាធម្មតាដូចជាមេដែកអនាចិន្ត្រៃយ៍ដែរអញ្ចឹងយើងចាប់ផ្ដើមឲ្យចរន្តឆ្លងកាត់វាដែរគឺយើងយកពោបុកនិងពោដកឲ្យឆ្លងកាត់របួងខ្សែចម្លងអញ្ចឹងតើមានអ្វីកាត់ឡើងបាទអញ្ចឹងវាដូចមុនដែរគឺវាមានលក្ខណៈម៉ាញេទិកគឺវាមានលក្ខណៈឆក់ទាញនៅពេលដែលចរន្តឆ្លងកាត់លក្ខណៈវាពិសេសមួយទៀតគឺនៅពេលដែលយើងផ្ដាច់ចរន្តឧទាហរណ៍នេះពេលដែលយើងផ្ដាច់ចរន្តអស់មកអញ្ចឹងនៅពេលដែលយើងផ្ដាច់ចរន្តយើងលែងមានចរន្តឆ្លងកាត់ទៅអូនទៅហើយតើវាមានលក្ខណៈម៉ាញេទិកទៀតទេអញ្ចឹងយើងចូលម្ដងលើការលក្ខណៈឆក់ទាញណាអញ្ចឹងទោះជាយើងនេះមើលឆ្ងាយតិចមកអញ្ចឹងទោះជាយើងផ្ដាច់ចរន្តក៏ដោយក៏វានៅតែមានលក្ខណៈម៉ាញេទិកដែរអញ្ចឹងមានន័យថាមេដែកអនាចិន្ត្រៃយ៍គឺជាមេដែកដែលមានលក្ខណៈឆក់ទាញ